nhóm nâng bia từ lỡ web application បច្ចេកមួយនៅក្នុងរយៈពេល3ថ្ងៃនៃព្រឹត្តិពិធីបុណ្យចូលឆ្នាំខ្មែរគឺថ្ងៃ14 15និងថ្ងៃ16អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងថាខ្ញុំនឹងបៀទៅលើបច្ចេកអីគេទស្សនាវីដេអូទាំងអស់គ្នាឈប់មែនអត់បានដើរលេងណាតែគ្រាន់តែចង់ធ្វើកូនល្អមួយឆ្នាំហ្នឹងណាអើយកូនណៃកូនអញ្ចឹងបច្ចេកដែលខ្ញុំចង់បៀគឺតាក់ទងជាមួយនឹង confession ដែលខ្ញុំនឹងបង្កើតទៅលើ website មួយដែលអាចឲ្យគ្នាយើងនឹង confess ឬមួយក៏ទៅ share ទៅលើ feeling ឬមួយក៏អារម្មណ៍ដែលគ្នាយើងមានឬមួយក៏នៅពេលដែលយើងសារអាចទៅ share ក្នុងនឹងបានដោយវាលក្ខណៈជា anonymous មានន័យថាអត់មាននរណាគេដឹងទេថានរណាគេជាអ្នក confess ឬមួយក៏ទៅ share ទៅលើ status មួយហ្នឹងបើសិនជាយើងនិយាយឲ្យងាយយល់គឺមានន័យថាអ្នកទាំងអស់គ្នាអាចទៅ share ទៅលើរឿងអីមួយក៏ដោយ anonymous បានដោយអត់មាននរណាគេដឹងទេថាអ្នកទាំងអស់គ្នាជាអ្នកទៅ share ហើយដាក់ចូលនៅក្នុង status ឬមួយក៏ post នៅក្នុង confession មួយហ្នឹងហើយចំពោះអ្នកដែលគាត់អាចថាឃើញរឿងហ្នឹងស្តៀងជាមួយអ្នកទាំងអស់គ្នាហើយក៏ចង់អាច reply ឆ្លើយតបជាមួយអ្នកទាំងអស់គ្នាបានដោយ anonymous ដូចគ្នាអាចថាចូលទៅប្រើក្នុង web មួយហ្នឹងបានសូមបញ្ជាក់នេះគឺជា website ឬមួយក៏ជា web application មួយដែលខ្ញុំបង្កើតក្នុងលក្ខណៈជា entertainment ឬមួយក៏គ្រាន់តែជាការកម្សាន្តទេតោះយើង start ពី day 1ដោយសារតែខ្ញុំបានដឹងពី objective របស់បច្ចេកខ្ញុំឬមួយក៏គោលដៅនៃបច្ចេកខ្ញុំដែលខ្ញុំចង់ធ្វើពីអីហើយគឺវារៀនងាយស្រួលជាងមុនដោយខ្ញុំគ្រាន់តែគូទៅលើ wireframe ឬមួយក៏ diagram តិចតួចទៅលើ interaction ឬមួយក៏ការភ្ជាប់គ្នារវាង screen មួយទៅ screen មួយថាត្រូវមានអីខ្លះបន្ទាប់ពីខ្ញុំបានគូទៅលើ wireframe ឬមួយក៏ជាគម្រោងគ្រោងឆ្អឹងហើយគឺខ្ញុំត្រូវតែមក design នៅក្នុង Figma ដែល developer ភាគច្រើនមកទៅស្គាល់ហើយតាក់ទងជាមួយនឹងការ design ទៅលើ web ឬមួយក៏ mobile application របស់យើងដែលយើងត្រូវមាន screen នេះខ្លះហើយយើងត្រូវរៀបទៅលើ interaction ថាយើងភ្ជាប់ពី screen មួយចុចពីប៊ូតុងមួយទៅប៊ូតុងមួយត្រូវមាន interaction បែបម៉េចហើយចំពោះ part នេះគឺខ្ញុំចំណាយពេលខ្ទង់កន្លះថ្ងៃដើម្បីរក idea research ចេញមកពីក្នុង Google ផងហើយយក idea ខ្លួនឯងផងហើយសួរ AI ផងដើម្បី build ទៅលើ project មួយហ្នឹងបាន So guys ឥឡូវហ្នឹងគឺម៉ោង8ជាង 7:09ខ្ញុំត្រូវទៅដើរលេងមួយគ្រួសារចឹងទៅខ្ញុំមិនដឹងថាខ្ញុំអាច build project នឹងតបានប៉ុណ្ណាទេប៉ុន្តែមិនសឹងវិញខ្ញុំបាន build បានច្រើនដែរខ្ញុំបាន design បានច្រើនដល់ពេលល្ងាចនេះចាំមើលខ្ញុំយក laptop ទៅដែរហើយខ្ញុំត្នេប៉ុណ្ណាខ្ញុំ build ឬមួយក៏ធ្វើ project នឹងបន្តថែមប៉ុណ្ណឹងដោយសារតែមិនសឹងវិញខ្ញុំធ្វើបានខ្លះហើយពេលល្ងាចខ្ញុំទៅញ៉ាំអីមួយគ្នាខ្ញុំដល់ពេលនេះខ្ញុំទៅញ៉ាំអីមួយគ្រួសារទៀតដល់ពេលចឹងទៅអត់ដឹងថា build បានប៉ុណ្ណាទេ so let's see ថានឹងមាន progress អីតលើនឹងថែមទៀតនេះដូចអ្នកទាំងបានឃើញអញ្ចឹងគឺខ្ញុំបានយក laptop មកកន្លែងញ៉ាំអីធ្វើខ្លះតិចតួចដោយយើងបានកែឬក៏ fix ទៅលើ bug ខ្លះតាក់ទងជាមួយនឹង card ដែលខ្ញុំបានប្រើនេះបន្ទាប់ពីខ្ញុំបានញ៉ាំអីនៅកន្លែងដើរលេងហើយគឺខ្ញុំបានមកផ្ទះវិញដើម្បី build ទៅលើ project តដែលខ្ញុំ start develop ក្នុងរយៈពេល7កន្លះថ្ងៃទៀតហើយបាន result ដោយដែលខ្ញុំបានបង្ហាញអ្នកទាំងអស់គ្នានេះដែលទី1គឺខ្ញុំអាចបង្កើតទៅលើ home page ដែលអាច react បានដោយលក្ខណៈជា anonymous ប៉ុន្តែយើងបានជួបបាក់មួយចំនួនដែលខ្ញុំនឹងនិយាយក្នុងពេលបន្តទៀត So ឥឡូវនេះគឺជា process ដែលយើងធ្វើបន្តដែលយើងកំពុងតែ stuck តាក់ទងជាមួយនឹងការ react ទៅលើ post នៅពេលដែល user ឬមួយក៏អ្នកប្រើប្រាស់គាត់ post ទៅលើ story ឬមួយក៏ post ទៅលើ status ទៅលើ feeling ឬមួយក៏អារម្មណ៍របស់គាត់ហ្នឹងគឺគាត់អាច react ឬមួយក៏ comment បន្តបានអញ្ចឹងចំពោះការ react គឺយើង stuck នៅត្រង់ថាយើងអត់ដឹងថា count ទៅលើ user ហ្នឹង count មិនកុំឲ្យគាត់នឹង trigger ឬមួយក៏គាត់ cheat ទៅលើការ react ហ្នឹងដោយសារតែយើងអត់មានបង្កើត account ឬមួយក៏យើង create register account សម្រាប់ user ទេ user ទាំងអស់គឺ anonymous ឬមួយក៏យើងអត់ដឹងថាអ្នកគេជាអ្នក confess ឬមួយក៏អ្នកគេជាអ្នក write ទៅលើ status ឬមួយក៏ tag មួយហ្នឹងទេ So let's see ថាខ្ញុំនឹងធ្វើឲ្យគេបន្តលើហ្នឹងទៀតដោយសារតែខ្ញុំត្រូវតែកែ problem មួយហ្នឹងដើម្បីកុំឲ្យវាលក្ខណៈបង្កើតជា spam ឬមួយក៏មនុស្សម្នាក់អាច react បានច្រើនអញ្ចឹងវានឹងអាចរាប់បានថាជាលក្ខណៈ spam So let's see ថាខ្ញុំនឹង fix ទៅលើ problem ហ្នឹងបែបម៉េចហើយឥឡូវថ្ងៃទី15ម៉ោង 5:37 ដែលខ្ញុំកំពុងតែ fix ទៅលើ bug ហ្នឹងហើយខ្ញុំត្រូវ create ទៅលើ back end អាចថានឹង start ទៅលើថ្ងៃស្អែកថ្ងៃទី16ហ្នឹង so let's see ថាយើងនឹងមានសកម្មភាពវិគេបន្តលើហ្នឹងនិយាយមិញអញ្ចឹងគឺទៅលើ react ដោយសារតែតិចទៀតខ្ញុំដូរពី like នេះខ្ញុំមានទៅលើ number of reaction ខាងក្នុងហ្នឹងទៀតអញ្ចឹងនៅពេលដែលគាត់ react ម្ដងវានឹងរាប់ count 1អញ្ចឹង count 1បើដក react វិញដកវិញ count ដក1វិញប៉ុន្តែនៅពេលដែល user គាត់មានជំនាញទៅលើខាង IT ឬមួយក៏ជំនាញខាងផ្សេងៗតាក់ទងជាមួយនឹង web ហ្នឹងគាត់មាន knowledge ឬមួយគាត់មានចំណេះដឹងតាក់ទងខាងហ្នឹងគាត់អាច trigger ឬមួយគាត់ spam បាន
គាត់អាចកុំព្យូទ័រតែមួយឯងអាចបង្កើតលើ React ច្រើនទៀតអញ្ចឹងខ្ញុំកំពុងតែរើទៅលើ scenario មួយដែលអាច prevent ទៅលើបញ្ហាទាំងអស់ហ្នឹងឬមួយក៏ដោះស្រាយទៅលើបញ្ហាទាំងអស់ហ្នឹងទោះវាមិនអាចដោះស្រាយបានច្រើនក៏ធ្វើឲ្យវានឹងបង្រួមបញ្ហាហ្នឹងឲ្យបានតូចជាងមុន So hello guys នេះគឺជាថ្ងៃទី3នៃពិធីបុណ្យចូលឆ្នាំហើយក៏ជាថ្ងៃទី3ដែលខ្ញុំបានរៀនទៅលើ project មួយនេះដែរដោយសារតែខ្ញុំបានរៀនច្រើននៅក្នុងម្សិលមិញម្សិលមួយថ្ងៃហើយថ្ងៃនេះគឺខ្ញុំត្រូវកែខ្លះទៀតហើយខ្ញុំគិតថាការងារហ្នឹងគឺចំណាយពេលយូរដែរសម្រាប់ធ្វើអញ្ចឹងទៅខ្ញុំអាចគិតថាខ្ញុំនឹង add deploy ឲ្យគ្នាយើងប្រើក្នុងពេលអាទិត្យហ្នឹងឬមួយក៏អាទិត្យក្រោយខ្ញុំត្រូវធ្វើទៅលើ admin page ដើម្បី approve ឬមួយក៏ ban ទៅលើអ្នកណាដែលគាត់ចូលមកញ៉ៃញ៉ៃហើយខ្ញុំអាចមើលទៅលើខាង security គឺខ្ញុំកំពុងតែ connect ជាមួយនឹងខាង Cloudflare ដើម្បីការពារទៅលើ DDoS attack ឬមួយក៏ការពារទៅលើការ injection ផ្សេងៗសម្រាប់អ្នកដែលគាត់កំពុងតែធ្វើទៅលើខាង software engineer ឬមួយក៏ខាង cyber គឺគាត់មកដឹងហើយថានឹងមានvulnerability ឬមួយក៏មានចន្លោះប្រហោងមួយដែលគេអាចជ្រៀតចូលបានបើសិនជាយើងនឹងអត់បានមើលទៅលើដិតដល់អញ្ចឹងខ្ញុំអាចថា follow ទៅតាម OWASP Top 10 ដែលខ្ញុំបានរៀនពីមុនដែរហើយខ្ញុំរៀនទៅលើ experience លើនឹងខ្លះៗអញ្ចឹងទៅខ្ញុំអាចយកវាមក apply បានមិនថាខ្ញុំខ្លាំងឬមួយក៏បកកែឬមួយក៏ research បានច្រើនតាក់ទងជាមួយនឹង cyber security ទេប៉ុន្តែគឺខ្ញុំមាន foundation class តាក់ទងជាមួយនឹងខាងហ្នឹងខ្ញុំអាចដឹងទៅលើ process របស់វាថាវានឹងអាចដើរដំណើរការមិនបានតិចតួចអាចថាបាន 3 ទៅ 4% ប៉ុន្តែខ្ញុំនឹងអាច research មើលបន្ថែមលើនឹងទៀតធ្វើម៉េចឲ្យ vulnerability ឬមួយក៏ធ្វើម៉េចឲ្យចន្លោះប្រហោងហ្នឹងតិចតាមអាចធ្វើទៅបានខ្ញុំអាចនឹងឲ្យគ្នាខ្ញុំជួយ testing លើនឹងថែមទៀតដោយសារតែខ្ញុំមានគ្នាខ្ញុំមាន experience ឬមួយគាត់កំពុងតែធ្វើការតាក់ទងជាមួយនឹង pen testing ឬមួយក៏ penetration test តាក់ទងជាមួយនឹង web ហើយជាមួយនឹង app let's see ថាទៅមុខទៀតខ្ញុំនឹងអាច deploy នៅពេលណាតែខ្ញុំសង្ឃឹមថាខ្ញុំអាច deploy ទៅហ្នឹងឬមួយក៏ទៅក្រៅមួយទៀតដោយសារតែខ្ញុំគិតថាហ្នឹងវារៀងច្រើនការងាររៀងច្រើនខ្ញុំតែ3ថ្ងៃហ្នឹងគឺអត់ទាន់ទេប៉ុន្តែឥឡូវហ្នឹងគឺខ្ញុំបានធ្វើបានច្រើនហើយ let's see ថានឹងមាន progress អី update បន្តទៀតដោយសារឥឡូវថ្ងៃទី3ហើយគឺខ្ញុំនឹងផុសវីដេអូត្រឹមថ្ងៃទី3ហ្នឹងឯងនៃពិធីបុណ្យចូលឆ្នាំហើយចំពោះថ្ងៃបន្តទៀតគឺខ្ញុំនឹង build ធម្មតាហើយខ្ញុំនឹងឆាប់ទិញ hosting ហើយ deploy ឲ្យគ្នាយើងមកប្រើកាន់តែលឿនកាន់តែល្អ so let's see ទៅលើ progress នៅក្នុងថ្ងៃហ្នឹងតាមនឹងមានគេ time ដែរហ្នឹងទៀត so មុនពេលដែលខ្ញុំបញ្ចប់វីដេអូគឺខ្ញុំបង្ហាញទាំងអស់ឲ្យទៅលើការ demo ទៅលើ web ដែលខ្ញុំបានរៀនក្នុងរយៈពេល3ថ្ងៃហ្នឹងគឺបានទៅលើ landing បានទៅលើឲ្យ submission page កន្លែង post មាន admin dashboard ដែលជាអ្នក approve ឬមួយក៏ជាអ្នក reject ឬមួយក៏ remove ទៅលើ confession ណាដែលវាខុសជាមួយនឹង policy ឬមួយក៏ច្បាប់ដែលយើងបានកំណត់អញ្ចឹងវីដេអូក្នុងការរៀនទៅលើ project មើលក្នុងរយៈពេល3ថ្ងៃគឺចប់ត្រឹមប៉ុណ្ណេះសិនហើយសូមបញ្ជាក់ម្ដងទៀតគឺវីដេអូនេះឬមួយក៏ project នេះគឺគ្រាន់តែជា entertainment project មិនមែនជា project ដែលលក្ខណៈជា serious ឬមួយក៏ជួយដល់សង្គមបានទេខ្ញុំគ្រាន់តែបង្កើតវាដើម្បីលក្ខណៈជា entertainment ឬមួយក៏គ្រាន់តែជាការកម្សាន្តតែប៉ុណ្ណោះអញ្ចឹងបើសិនជាខ្ញុំមានកំហុសខុសឆ្គងនៅកន្លែងណាសូមអភ័យទោសអ្នកទាំងអស់គ្នាហើយយើងជួបគ្នានៅវីដេអូក្រោយបាយបាយ